ក្រោយវះកាត់សម្រក់ខ្លាញ់ក្បាលពោះតារាសម្ដែងកាតុ ត្អូញបាត់ចំណូលពីការច្រៀងការក្នុងមួយឆ្នាំតារាសម្ដែងអ្នកនាងសុកច័ន្ទធីតាហៅកាតុកអាចរកប្រាក់ចំណូលបានច្រើនគួរសមពីអាជីពច្រៀងការដោយឡែកថ្មីនេះនាងបានត្អូញត្អែថាបាត់ចំណូលច្រើនពីអាជីពនេះបើធៀបទៅនឹងឆ្នាំមុនដូចមហាជនបានដឹងស្រាប់ហើយថាក្នុងរដូវរៀបការម្ដងតារាសម្ដែងកាតុដើរច្រៀងកាត់សក់ការក្នុងមួយថ្ងៃចាប់ពីរោងទៅ3រោងស្ទើរតែរកពេលវេលាសម្រាប់គ្មានចំណែកអ្វីតែមួយឆ្នាំនេះមិនសូវមានគេហៅកាត់សក់ច្រៀងការដោយកាលពីមុនសោះជួបជាមួយតារាកំប្លែងអ្នកនាងកាតុកាលពីពេលថ្មីនាងបានបញ្ជាក់ប្រាប់ថាការងារច្រៀងការឥឡូវនេះស្ងាត់ណាស់ប្រហែលជាវិបត្តិសេដ្ឋកិច្ចធ្វើឲ្យគ្រប់គ្នាមិនហ៊ានរៀបការហើយមើលទៅតែទោះជាយ៉ាងណានាងក៏បានងាកមកធ្វើការងារផ្សេងទៀតដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារខណៈពេលដែលការងារមិនសូវមមាញឹកដូចមុនតារាសម្ដែងអ្នកនាងកាតុបានទៅហាងកែសម្ផស្សមួយកន្លែងវះកាត់សម្រក់ខ្លាញ់ក្បាលពោះដើម្បីបានរាងស្អាតគប់ចិត្តស្វាមីអ្នកនាងកាតុបាននិយាយដោយមិនលាក់បាំងថាធម្មតាអាយុយើងច្រើនហើយត្រូវតែកែសម្ផស្សខ្លះដើម្បីឲ្យកាន់តែស្រស់ស្អាតគប់ចិត្តស្វាមីផងនិងគប់ចិត្តខ្លួនឯងផងសម័យនេះហើយទៅខ្លាចអីក្នុងការបង្ហាញស្រាប់សាធារណជនបានដឹងថាយើងកែសម្ផស្សនោះជាក់ស្ដែងថ្មីនេះនាងបានទៅវះកាត់បូមខ្លាញ់ក្បាលពោះចេញដើម្បីទទួលបានរាងស្អាតដោយកាលពីមុនមកវិញសុខភាពរបស់នាងពេលនេះបានល្អប្រសើរហើយអាចបំពេញការងារគ្រប់បែបយ៉ាងបានទាំងអស់